អាប្អូនយប់អត្រាស្មើនេះហើយចង់ចេញទៅណាទោះបីអាប្អូនចាត់ទុកទីនេះជាផ្ទះសំណាក់ក៏ដោយបើចេញទៅណាមកណាគួរតែប្រាប់យើងមួយម៉ាត់ដែររូងវាមានស្ដេចក្រែងនេះឯងទីត្រូវច្បាស់ណាស់ផែនទីនៅឯណាឯងចង់ផ្ដាច់ជីបចរនេះគ្រានេះជាអំពើសាហាវជាទីបំផុតលោកគ្រូបាននិយាយថាអ្នករៀនវិជ្ជានេះគឺមាន10ប្រភេទមិនអាចកប់បានទេពិសេសអ្នកដែលគ្មានសច្ចៈឯងឲ្យផែនទីមកអញតាមវាព្រាមឈប់សិនកុំឈប់សិនស្លាប់ទៅឯងឆាប់តាមវាព្រាមលើលោទៅលឿនណាតាមចាប់វាបានទៅឯងប្រកាសជាមិនអីទេខំទ្រាំបន្តិចទៅតាំងស្មារតីនឹងនៅឡើងខ្ញុំនឹងនាំឯងទៅមន្ទីរពេទ្យឥឡូវនេះណាមិនបាច់ទេគ្មានបានកាយទេលោកវៃលោកគឺជាគ្រូបង្ហាត់ខាងភូមិសាស្ត្រលោកខ្ញុំមានបំណងចង់សួរលោកឲ្យលោកជួយពន្យល់ខ្ញុំលោកបានប្រឹងប្រែងជួយជីវិតខ្ញុំមិនដឹងបានអីសងគុណលោកវិញទេខ្ញុំបានឮលោកនិយាយថាបើសិនជាបញ្ចុះសពត្រូវកន្លែងប្រកាសជាកូនចៅជាន់ក្រោយមានទ្រព្យសម្បត្តិច្រើនតែខ្ញុំខំបញ្ចុះគ្រប់កន្លែងហើយ5ចំនួននេះគ្រួសារខ្ញុំសុទ្ធតែស៊ីឈ្នួលគេពេលនេះបើសិនជាខ្ញុំស្លាប់សូមលោកជួយមើលកូនចៅខ្ញុំឲ្យបានល្អផងលោកបងវាងលោកប៉ាលោកបងវាងលោកប៉ាវាមានស្ដេចក្រែងគឺមានរន្ធ3រន្ធទី1គឺជារន្ធអំណាចបានសេចក្តីតែមានអំណាចរន្ធទី2រន្ធទ្រព្យសម្បត្តិបានសេចក្តីតែមានមាសមានប្រាក់រន្ធទី3គឺជារន្ធប្រាជ្ញាបានសេចក្តីតែមានប្រាជ្ញាវាងវៃយើងនឹងយកសពតារបស់ឯងទៅបញ្ចុះនៅរន្ធទី2ឯរន្ធទី3ទុកបញ្ចុះសាកសពយើងដល់ពេលត្រកូលវាងមានទ្រព្យសម្បត្តិកុំភ្លេចត្រកូលវៃយើងមានកូនប្រុសមួយកូនប្រុសយើងឈ្មោះវិសាលី